សៀមចាប់ផ្ដើមរើសទាហានចំនួន 25,000 នាក់ផែនការរបស់កងទ័ពសៀមរើសទាហានចំនួន 25,000 នាក់បន្ថែមនៅក្នុងការជ្រើសរើសទាហានជាបន្ទាន់សម្រាប់រៀបចំពង្រីកកម្លាំងទ័ពនិងសព្វវុធរបស់ខ្លួនដែលមុខសញ្ញាសៀមកំពុងតែប្រឈមនឹងមេយ៉ាន់ម៉ាចលនាបំបែកទឹកដីនៅភាគខាងត្បូងនិងអំពើឈ្លានពានរបស់សៀមដូច្នេះនៅក្នុងពេលនេះគឺសៀមបានប្រកាសថ្ងៃនេះថានឹងចំណាយទឹកប្រាក់ចំនួន 1,450 លានបាតក្នុងការជ្រើសរើសទាហាន 25,000 នាក់ចំនួន 25,000 នាក់ដើម្បីនឹងពង្រីកកងទ័ពត្រៀមធ្វើសង្គ្រាមតទៅទៀតដូច្នេះអ្វីដែលកំពុងតែគំរាមកំហែងខ្លាំងមកលើអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីរបស់ប្រទេសកម្ពុជាយើងកំពុងតែឡើងកម្ដៅយ៉ាងខ្លាំងដោយសេចក្តីប្រកាសរបស់ក្រសួងក្រឡាហោមសៀមគឺក្រសួងការពារជាតិសៀមដាក់ផែនការលើទឹកប្រាក់ថវិកាចំនួន 1,450 លានបាតក្នុងការជ្រើសរើសទាហានចំនួន 25,000 នាក់ក្នុងករណីពង្រីកកងទ័ពដ៏ធំមួយរបស់ភូមិន្ទថៃព័ត៌មាននេះនឹងធ្វើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ារដ្ឋាភិបាលម៉ាឡេស៊ីនិងរដ្ឋាភិបាលទីក្រុងភ្នំពេញច្បាស់ជាចាប់អារម្មណ៍ជាខ្លាំងពីព្រោះស្មារតីនៃការពង្រីកកងទ័ពដ៏ធំនេះរបស់សៀមគឺជាផែនការដែលប៉ះពាល់ណាគឺផែនការដែលប៉ះពាល់ដល់សុវត្ថិភាពអធិបតេយ្យភាពសន្តិសុខជាតិរបស់ប្រទេសជិតខាងជាពិសេសប្រទេសកម្ពុជាមាតុភូមិរបស់យើងដូច្នេះហើយព័ត៌មាននេះគឺបង្កើតបាននៅកម្ដៅក្នុងរយៈពេលយូរទៅមុខទៀតដែលថៃសៀមកំពុងតែបង្កើតឡើងណាត្រង់នេះដូច្នេះហើយយើងឃើញថាសភាពការវាមិនធូរស្រាលទេតែនៅក្នុងកលៈទេសៈដែលសភាពការមិនធូរស្រាលក៏មានឱកាសនៅពេលដែលសភាពការវាមិនធូរស្រាលក៏វាមានឱកាសគេហៅថា opportunity in danger ណា even we face a difficult situation we be able to manage it if we learn if we are working hard we try to find solution មានន័យថាយើងរៀនយើងធ្វើការយកចិត្តទុកដាក់ណាយើងច្បាស់ជាអាចរកដំណោះស្រាយឃើញដូច្នេះព័ត៌មានក្តៅដែលទើបនឹងចាញ់ផ្សាយនេះគឺភូមិន្ទសៀមប្រកាសដាក់ថវិកា 1,450 លានបាតដើម្បីរើសទាហានចំនួន 25,000 នាក់ដែលជាការពង្រីកទ័ពដ៏ធំរួមទាំងកំពុងតែទិញនៅសព្វវុធយោធោបករណ៍ដ៏សន្ធឹកសន្ធាប់សម្រាប់បំពាក់កម្លាំងកងទ័ពថៃសៀមតាមព័ត៌មានបានឲ្យដឹងថាប្រទេសតឺគីកំពុងតែចែចង់ឲ្យសៀមពិចារណាលើការទិញនាវាចម្បាំងពីតឺគីដែលប្រទេសតឺគីបានប្រាប់សៀមឲ្យដឹងថាតឺគីនឹងផ្ទេរបច្ចេកវិទ្យាខាងនាវាមកឲ្យសៀមថែមទៀត
ប្រសិនបើសៀមសម្រាប់ថាទិញនាវាចម្បាំងពីតឺគីកិច្ចសហប្រតិបត្តិការនេះក៏សូមជម្រាបផងដែរថាសៀមកំពុងតែទិញ drone ទំនើបណាទិញ drone ទំនើបពីតឺគីដែរ